សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំសូមលើកយកវីដេអូជាមួយនឹងអត្ថបទដកស្រង់ដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើអត្ថបទដែលខ្ញុំបានដកស្រង់ហ្នឹងគឺនិយាយអំពីអ្វីចានៅថ្ងៃនេះផងដែរនាងខ្ញុំចង់លើកអត្ថបទមួយគឺនិយាយអំពីលក្ខណៈខុសគ្នារបស់មនុស្សស្រីនិងរបស់មនុស្សប្រុសផងដែរហើយទីមួយនោះគឺថាហេតុអ្វីបានជាមនុស្សស្រីងាយយំម្ល៉េះចាអញ្ចឹងពុកម៉ែបងប្អូនប្រកាសជាឆ្ងល់ហើយពេលខ្លះថាហេតុអ្វីបានជាមនុស្សស្រីហ្នឹងឆាប់យំចាងាកយំចាអញ្ចឹងនាងខ្ញុំនឹងប្រាប់ពីមូលហេតុចាដោយសារតែមនុស្សស្រីហ្នឹងគឺមិនចេះលាក់អារម្មណ៍ហើយម្យ៉ាងទៀតស្ត្រីមានចិត្តទន់ជ្រាយក៏មានភាពភ័យខ្លាចជាងបុរសផងដែរក៏ប៉ុន្តែលក្ខណៈពិសេសម្យ៉ាងគឺថានៅពេលដែលស្ត្រីយំគឺអាចជួយបញ្ចុះកំហឹងនិងភាពតានតឹងនៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ហេតុនេះហើយគេបានសង្កេតឃើញថាជាទូទៅអត្រាលោតសម្រាប់ខ្លួនរបស់ស្ត្រីគឺមានតិចជាងបុរសផងដែរហើយមួយវិញទៀតនោះគឺថាតើស្ត្រីងាយហត់នឿយជាងបុរសពិតដែរឬទេចាគឺជាការពិតក៏មានហេតុផលមកបញ្ជាក់ផងដែរថាសួតរបស់ស្ត្រីគឺតូចជាងសួតរបស់បុរសនិងមានគ្រាប់កូលីកាក្រហមតិចជាងគ្រាប់កូលីកាក្រហមរបស់បុរសផងដែរដែលគ្រាប់កូលីកាក្រហមនឹងគឺជាដើមហេតុជួយឲ្យសាច់ដុំរឹងមាំនិងធ្វើឲ្យអាការៈហត់នឿយថយចុះមួយចំណែកទៀតគឺពាក់ព័ន្ធនៅក្នុងរឿងនេះផងដែរត្រង់បេះដូងរបស់ស្ត្រីគឺលោតលឿនជាងបេះដូងរបស់បុរសក្នុង1នាទីដល់ទៅ10លើកដែរដែលជាការជួយឲ្យឈាមបាញ់ឡើងលឿនជាហេតុធ្វើឲ្យឆាប់នឿយហត់ច្រើនជាងបុរសហេតុដូច្នេះគួររកពេលសម្រាកឲ្យបានច្រើនប្រសិនជាបានគេងសម្រាកពេលថ្ងៃត្រង់ក្នុងមួយថ្ងៃ1ម៉ោងគឺជាការល្អបំផុតហើយមួយវិញទៀតនោះពិតដែរឬទេដែលស្ត្រីជាមនុស្សដែលទន់ជ្រាយបើសិននិយាយដល់ស្ត្រីគឺគ្មានសាច់ដុំរឹងមាំស្មើនឹងបុរសគឺជាការពិតប៉ុន្តែបើគិតជាមធ្យមទៅស្ត្រីមានអាយុវែងជាងបុរសប្រហែលទៅ2ឆ្នាំឯណោះចាអញ្ចឹងនេះគឺជាវីដេអូជាមួយនឹងអត្ថបទដកស្រង់ដែលខ្ញុំចង់ចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានយល់បានដឹងតើពុកម៉ែបងប្អូនយល់បែបណាដែរជាពិសេសគឺបងប្អូនបុរសដែលដឹងថាការពិតស្ត្រីមានរូបរាងលក្ខណៈសម្បត្តិខុសពីបុរសហើយនៅពេលដែលពុកម៉ែបងប្អូនបុរសបានដឹងតើពុកម៉ែបងប្អូនគួរតែធ្វើបែបណាដើម្បីជួយកាត់បន្ថយភាពនឿយហត់របស់គាត់នៅខាងក្នុងផ្ទះក៏ដូចជាក្រុមគ្រួសារពុកម៉ែបងប្អូនផងដែរ